bà cho về chốt nó lời còn nắng thời nhé bong bóng cho về chốt nó cứ bong bóng ai select mà bong bóng trong band style ấy wallpaper bài hộp shoot bài này chấm riệp xua bong bóng nó nhé và cùng một can video thay đẹp sai trên channel YouTube Galaxy Tips KX trên ngàyนี้ได้ខ្ញុំចង់បង្ហាញមុខងារមួយធីបមួយក្នុងការប្រើប្រាស់ Galaxy C Flip 7 អញ្ចឹងបងប្អូនឃើញទេថាធម្មតា Galaxy C Flip 7 មានអេក្រង់ខាងក្រៅអញ្ចឹងបែបហ្នឹងអានេះ default wallpaper គឺវាមានរូបរាងបែបហ្នឹងបានន័យថានៅពេលដែលយើងបើកមកគឺវា default បានន័យថារូបភាពដើមហ្មងណារូបភាព wallpaper ដើមគឺរូបភាពបែបហ្នឹងអញ្ចឹងបងប្អូនចង់ customize ចង់ដូរ style ឲ្យ fit ជាមួយនឹង style របស់បងប្អូនទាំងអស់គ្នាក្នុងការប្រើប្រាស់ហ្នឹងគឺងាយស្រួលមែនតើអត់ពិបាកទេបងប្អូនគ្រាន់តែបងប្អូនចុចឲ្យជាប់នៅលើអេក្រង់ហ្នឹងណាចុចឲ្យជាប់បាទចុចឲ្យជាប់នៅលើអេក្រង់ហ្នឹងឃើញទេបងប្អូនចុចឲ្យជាប់មកគឺបងប្អូនអាច select មកបងប្អូនចង់បាន style អី wallpaper បែបរូប shoot បែបនេះបាទបែបរូបដកគីកូនបងប្អូនណាមានកូនទួយណាចង់ដាក់អញ្ចឹងក៏បានបាទឬក៏បងប្អូនចង់ដូរ style វាមិនបាទចង់បាន style ព័ត៌មានអីបាទ notification camera ថ្មឬក៏បងប្អូនចង់បាន style វាមិនយើងចូលមកទៀតមកចង់បាន style បែបនេះបាទឬក៏បងប្អូនចង់បាន style របៀបម៉េចនេះគឺបងប្អូនអាចរើសបានអូខេបាទនេះឃើញទេបាទអញ្ចឹងដើម្បីបើសិនជាបងប្អូនអត់ពេញចិត្តទេចង់ customize ខ្លួនឯងអូសមក option មកគឺចុងក្រោយគេដាក់ open phone for more cover screen option អញ្ចឹងពេលវាចេញអញ្ចឹងហើយបងប្អូនបើកវាមកបាទនេះបើកមកបន្ទាប់មកបងប្អូនឃើញនៅក្នុងហ្នឹងឯងបងប្អូនអាចសេរីស្រង់បាន notification ចង់ customize របៀបម៉េចwidget បងប្អូនចង់ដាក់របៀបម៉េចណាហើយកន្លែងដែលមិញហ្នឹងគឺតាក់ទងមួយ cover screen នេះអញ្ចឹងបងប្អូនចុចពាក្យ add new មកបាទ add new បន្ទាប់មកទៀតបងប្អូនអាចចង់រើសរូបថតខ្លួនឯងដាក់ក៏បានដែរនេះរូបថតដែលយើងមានយើងចង់ដាក់ក៏បានដែរឬក៏បងប្អូនចង់ឲ្យវាមានរូបថតនៅក្នុងហ្នឹងអាមិញមានស្រាប់គឺក៏បានដែរឬក៏បងប្អូនចង់ឲ្យ informative បែបនេះ preset informative បែបនេះក៏បានដែរបាទចង់បានរបៀបម៉េច emoji បែប cute បាទឃើញទេចង់បានអី interactive បាទចង់បាន graphic បាទចង់បាន color palette បាទឬក៏បងប្អូនឲ្យ AI ជួយរៀបចំឲ្យ create with AI អានេះគឺវាមានពីរគេមាន generative ជាមួយនឹង photo ambient ដូចខ្ញុំធ្លាប់បង្ហាញហើយគឺបានន័យថាវាផ្លាស់ប្ដូរអាកាសធាតុផ្លាស់ប្ដូរតាមអាកាសធាតុបានន័យថាបើសិនជាមេឃភ្លៀងពេលដែលបងប្អូន wallpaper បងប្អូននឹងមានរូបដូចភ្លៀងអញ្ចឹងធ្លាក់ព្រិលមានធ្លាក់ព្រិលក្តៅចេញក្តៅហែងអីអញ្ចឹងទៅ wallpaper generative បងប្អូនចូលមកដល់នេះមកហើយបន្ទាប់មកគឺបងប្អូនអាចកំណត់បានន័យថាវានឹងឲ្យយើងរើសបែប option មកយើងណាតែអានេះអាចទាមទារ internet ឬក៏អីនេះសិតតែgenerate ហើយអញ្ចឹងណាបងប្អូនចង់បានរបៀបម៉េចគឺយើងអាចធ្វើបាន create something new imaginary ឬក៏បងប្អូនចង់បានរបៀបម៉េចខ្ញុំចង់បានបែបimaginary បាទតោះមកបងប្អូនរើសមកឧទាហរណ៍ចង់បានអីគេ made of flower ណាចេះដាក់ទៅ flower បាទឬស្អីគេយើង pink or purple របៀបម៉េចអាស្រ័យទៅលើយើងអញ្ចឹងណាអញ្ចឹងយើង generate សាកមើលទៅអូចាំតិចអូខេយើងតេស្តទៅអានេះសម្រាប់ personal use ទេគេមិនមែនឲ្យយកមកធ្វើពាណិជ្ជកម្មធ្វើadvertising ឬក៏សម្រាប់រកលុយ commercial ឬក៏អីទេអូខេនេះបានហើយអញ្ចឹងបងប្អូនចង់បានរបៀបម៉េចឧទាហរណ៍បើសិនជាយើងពេញចិត្តហើយយើង set ទៅបាទយើង set ទៅបាទអូខេនេះខ្ញុំ set ហើយបាទចង់ដាក់ customize គេដាក់រូបថ្មដាក់ម៉ោងដាក់អីនៅកន្លែងណាយើងសេរីមើលតាមហ្នឹងអូខេបាទយើងដានមកបាទបន្ទាប់មកបងប្អូនចូលទៅមើល cover screen បងប្អូននេះឃើញទេគឺបានរួចជាស្រេចយើងដាក់រូបថតយើងក៏បានដែរគឺវាបានដូចគ្នាអូខេបាទ
នេះគឺជារបៀប customize cover screen wallpaper នៅលើ Galaxy Z Flip 7 អញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនា កុំភ្លេច share like វីដេអូម្នាក់មួយផងហើយកុំភ្លេច subscribe channel YouTube ម្នាក់មួយផងដើម្បីទទួលបាន Galaxy tip របស់ Samsung ថ្មីៗអរគុណជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយជម្រាបលា